អាយុដំកាយប៊ុនខៀងមានប្រសាសន៍ថាការប្រកួតជើងឯកវ៉ូស៊ូពិតជាមានសារៈសំខាន់សម្រាប់កីឡាករកីឡាការិនីនៅក្នុងការអភិវឌ្ឍខ្លួននិងបង្កើតគុណភាពរបស់ខ្លួនខ្ញុំសូមប្រកាសបិទការប្រកួតកីឡាវ៉ូស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ2025ចាប់ពីពេលនេះមកទៅសូមអរគុណនាថ្ងៃទី31ខែមករាឆ្នាំ2026នេះអាយដាមកែប៊ុនខៀងរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាអុកញ៉ាស្រុនប៊ុនថាតប្រធានសហព័ន្ធកីឡាវ៉ូស៊ូកម្ពុជាព្រមទាំងតំណាងឲ្យក្រុមហ៊ុនជាដៃគូឧបត្ថម្ភបានអញ្ជើញចូលរួមជាអធិបតីនៅក្នុងពិធីបិទការប្រកួតកីឡាវ៉ូស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ2025ដែលមានរយៈពេល4ថ្ងៃចាប់ពីថ្ងៃទី28ដល់ថ្ងៃទី31ខែមករាឆ្នាំ2026នៅវិមាននៅក្នុងពហុកីឡដ្ឋានជាតិអូឡ িম্প ិករាជធានីភ្នំពេញការប្រកួតនេះរៀបចំដោយសហព័ន្ធកីឡាវ៉ូស៊ូកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជននិងកីឡាឆ្នាំ2025អុកញ៉ាស្រុនប៊ុនថាតប្រធានសហព័ន្ធកីឡាវ៉ូស៊ូកម្ពុជាបានមានប្រសាសន៍ថានៅក្នុងនាមសហព័ន្ធកីឡាវ៉ូស៊ូកម្ពុជានឹងរៀបចំផែនការរយៈពេលខ្លីនិងវែងមាន3ឆ្នាំបន្តបានការយកចិត្តទុកដាក់ខ្ពស់ទៅលើការបង្កើតចំនួនកីឡាករកីឡាការិនីមន្ត្រីបច្ចេកទេសគុណផលដល់សុខភាពនិងសុខុមាលភាពរបស់សមាជិកទាំងអស់គ្នាពិសេសចូលរួមការប្រកួតអន្តរជាតិយកមេដាយជូនជាតិរបស់យើងនិងផ្ដល់ប្រយោជន៍សម្រាប់មនុស្សគ្រប់វ័យឲ្យទទួលបានផាសុខភាពល្អទាំងផ្លូវកាយផ្លូវចិត្តនិងបញ្ញាស្មារតីនឹងជួយឲ្យជៀសផុតពីភាពអសកម្មផ្សេងៗនៅក្នុងសង្គមជាពិសេសនៅពេលប្រជាពលរដ្ឋនៅក្នុងប្រទេសមួយមានសុខុមាលភាពល្អជាក់ស្ដែងការលេងកីឡាវ៉ូស៊ូគឺធ្វើឲ្យយុវជនបានស្គាល់គ្នាចងមិត្តភាពសាមគ្គីភាពការទំនាក់ទំនងនិងការកសាងមិត្តភាពព្រមទាំងមកនៅអត្ថប្រយោជន៍ផ្សេងៗនាឱកាសនោះដែរអាយដាមកែប៊ុនខៀងរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាក៏បានមានប្រសាសន៍បន្តថាការប្រកួតនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់កីឡាករកីឡាការិនីដើម្បីអភិវឌ្ឍខ្លួនបង្កើតសមត្ថភាពនៅក្នុងពេលការប្រកួតថ្នាក់ជាតិនេះក៏ដូចជាការប្រកួតលក្ខណៈអន្តរជាតិក្រសួងអប់រំយុវជននិងកីឡាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះផ្នែករដ្ឋបាលផ្នែកសកម្មភាពនៃការប្រកួតនិងផ្នែកសកម្មភាពនៃវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកអាជ្ញាកណ្ដាលចៅក្រមតាមសហព័ន្ធកីឡាជាតិទាំងអស់ដែលក្រសួងបានផ្ដល់ថវិកាគាំទ្រដើម្បីជួយពន្លឿនការអភិវឌ្ឍវិស័យកីឡានៅប្រទេសកម្ពុជាអាយដាមរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានបន្តថារាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោនិងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋនិងផ្ដល់ប្រយោជន៍សម្រាប់មនុស្សគ្រប់វិស័យឲ្យទទួលបានផាសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្តបញ្ញាស្មារតីនិងជួយឲ្យជៀសផុតពីភាពអសកម្មផ្សេងៗនៅក្នុងសង្គមជាពិសេសនៅពេលដែលប្រជាពលរដ្ឋនៅក្នុងប្រទេសមួយមានសុខភាពល្អគឺបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការកាត់បន្ថយភាពក្រីក្រដោយមិនចាំបាច់ចំណាយថវិកាច្រើនទៅលើការព្យាបាលជំងឺជាក់ស្ដែងការលេងកីឡាគឺធ្វើឲ្យយុវជនបានស្គាល់គ្នាចងមិត្តភាពសាមគ្គីភាពទំនាក់ទំនងនិងការកសាងសន្តិភាពព្រមទាំងនាំមកនូវសារៈប្រយោជន៍ផ្សេងៗមិនតែប៉ុណ្ណោះកីឡាដើរតួនាទីយ៉ាងសំខាន់ជាយាននៅក្នុងការភ្ជាប់ទំនាក់ទំនងការទូតនិងមនុស្សនៅក្នុងសហគមន៍ចេះរស់រាយជាមួយគ្នាកីឡាក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌និងសហគមន៍ទូទាំងពិភពលោកផងដែរ